សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មី Cambodia Destination Trip ទៅកោះរ៉ុងឆ្នាំ2026បងប្អូនយើងនឹងចំណាយពេល2 យប់ 3 ថ្ងៃនៅកោះរ៉ុងយើងនឹងដើរ explore កន្លែងមួយចំនួនជូនបងប្អូនមើលអ្នកទាំងអស់គ្នាយើងចូលទិញសំបុត្រទូកសិនកោះរ៉ុង Star Express បងខ្ញុំកក់ទូកទៅកោះរ៉ុងហ៎បងចាបងទៅឆ្នេរណាដែរយើងមានឈប់ពីឆ្នេរឡុងសិតនិងឆ្នេរកោះតូចបងខ្ញុំទៅកោះតូចបាទកោះតូចបាទអូខេអញ្ចឹងយើងចេញដំណើរមក1 កន្លះបងអញ្ចឹងពេលវេលាសម្រាប់ត្រឡប់មកវិញពីឆ្នេរកោះតូចយើងមានមួយថ្ងៃ4 ជើងបងអរគុណច្រើនបាទអរគុណបាទអ្នកទាំងអស់គ្នាដល់ម៉ោងចាញ់ដំណើរហើយបងប្អូនយើងធ្វើដំណើរទៅកោះរ៉ុងលើកនេះយើងជិះទូកកោះរ៉ុង Star Expressដើម្បីទៅដល់កោះរ៉ុងអ្នកទាំងអស់គ្នាត្រូវធ្វើដំណើរពីកំពង់ផែទេសចរក្រុងព្រះសីហនុប្រហែលជា30 ទៅ 45 នាទីប្រសិនបងប្អូនស្នាក់នៅឆ្នេរឡង់សិតបងប្អូនអាចចុះនៅផែឡង់សិតប្រសិនបងប្អូនស្នាក់នៅភូមិកោះតូចបងប្អូនអាចចុះនៅផែកោះតូចអ្នកទាំងអស់គ្នាយើងមកដល់ទីតាំងដែលយើងចុះ short ហើយនេះយើងនឹងឡើងទៅកន្លែងគេងរបស់យើងបងប្អូនយើងបានកក់កន្លែងគេងហើយនៅកោះតូចអ្នកទាំងអស់គ្នាយើងមកចំពេលមេឃរកភ្លៀងតែអញ្ចឹងអាឡូធំឡើងដល់លើកោនៅឃ្លីងឃ្លោងបងប្អូនអើយ I've heard a story I've heard it said I've come to believe that love is a bet sometimes you win and sometimes you lose and sometimes it calls you right in the move អ្នកទាំងអស់គ្នាយើងដល់កន្លែងគេងហ្នឹងបងប្អូនដើរឡើងទៅលើនេះជាបឹងកាឡូមួយនៅកោះតូចបើនិយាយអំពីកោះតូចអ្នកទាំងអស់គ្នាប្រហែលជាគិតថាជាកន្លែងមួយដែលស្ងប់ស្ងាត់ប៉ុន្តែសម្រាប់ខ្ញុំកោះតូចគឺជាបេះដូងនៃភាពសប្បាយរីករាយមកដល់កោះតូចរឿងដែលមិនគួររំលងគឺការដើរ explore តាមតូបតូចកន្លែងញ៉ាំអីឈៀលកោះតូចមិនគ្រាន់តែជាកន្លែងដើរលេងប៉ុណ្ណោះទេតែវាជាកន្លែងបង្កើតអនុស្សាវរីយ៍បើអ្នកមិនដឹងថាក្តីសុខមានរូបរាងបែបណាអ្នកអាចមកសាកនៅទីនេះបានយប់ហ្នឹងខ្ញុំដើរ explore នៅលើកោះតូចចាំមើលទិដ្ឋភាពពេលយប់រសជាតិយ៉ាងណាចាំមើលទាំងអស់គ្នា Let's go Baby why'd you have to love me like that I gave you my heart and you tore it apart Don't know why you had to love me like that Love me like that Oh អ្នកទាំងអស់គ្នាបន្ទាប់ពីយើងញ៉ាំអាហារពេលព្រឹកហើយយើងទៅគោលដៅទេសចរមកកន្លែងទៀតគឺឆ្នេរសុកសាន្តយើងជួលម៉ូតូជិះបងប្អូននេះម៉ូតូដែលយើងជួលម៉ូតូមួយតម្លៃ$10ក្នុងមួយថ្ងៃអំពីចាំគ្នាណាអ្នកទាំងអស់គ្នាយើងចេញដំណើរទៅហើយបងប្អូនយើងចេញពីភូមិកោះតូចឆ្នេរកោះតូចទៅឆ្នេរ Long Beach ឬឆ្នេរសុកសាន្តបងប្អូនអ្នកទាំងអស់គ្នាបើមកកោះរ៉ុងហើយអត់មកដល់ Long Beach គឺដូចអត់បានមកអញ្ចឹងនៅពេលដែលអ្នកមកដល់ Long Beach អ្វីដែលអ្នកត្រូវធ្វើអ្នកអាចថតរូបជាមួយនឹងប្លង់ប្លែកៗរាប់សិបប្លង់កន្លែងផ្សេងគ្នានៅលើឆ្នេរ Long Beach ដើមឈើនេះគឺជាដើមឈើមួយដែលល្បីកំពុងតែ trend ខ្លាំងសម្រាប់អ្នកដែលគាត់មកលេងសមុទ្រស្អាតដែលគាត់អាចអង្គុយលើនេះថតបានប្លង់ទៀបបើអ្នកខ្លះគាត់អាចឡើងទៅលើបានបងប្អូនLong Beach គឺ
គឺជាឆ្នេរមួយដែលស្អាតជាងគេនៅលើកោះរុងដែលលាតសន្ធឹងជាមួយនឹងឆ្នេរខ្សាច់សក្បោះទឹកថ្លាដូចកញ្ចក់ឆ្លុះដល់បាតដីស័ក្តិសមសម្រាប់អ្នកចូលចិត្តមុជទឹកសមុទ្រអ្នកទាំងអស់គ្នាបន្ទាប់ពីយើងថតកន្លែងដើមឈើដែលស្អាតហើយយើងមកញ៉ាំបាយសិនបងប្អូនកន្លែងនេះហៅថាឆ្នេរ Long Beach កន្លែងនេះ view ស្អាតមែនទែនបងប្អូនដោយសារយើងអាចអង្គុយញ៉ាំបាយហ្នឹងហើយមើលឃើញសមុទ្រផ្ទាល់ហ្មងអញ្ចឹងបងប្អូនអាចមកកន្លែងនេះអាចមើលថ្ងៃលិចឬមកអង្គុយលេងនៅពេលដែលជីវិតយើងចាប់ផ្ដើមមានភាពហត់នឿយពេលខ្លះយើងគ្រាន់តែត្រូវការកន្លែងមួយដើម្បីដកដង្ហើមឲ្យបានវែងនៅពេលដែលអ្នកទាំងអស់គ្នាបានមកដល់ឆ្នេរ Long Beach ហើយអ្នកគួរតែចំណាយពេលមើលថ្ងៃលិចនៅពេលដែលព្រះអាទិត្យចាប់ផ្ដើមបន្ទាបខ្លួនដល់ទឹកសមុទ្រ Long Beach ប្រៀបដូចជាផ្ទាំងគំនូរដ៏អស្ចារ្យមួយដែលអ្នកទេសចរគ្រប់រូបអង្គុយគយគន់ពន្លឺពណ៌មាសជះលើផ្ទៃសមុទ្រជាមួយនឹងជំនោរខ្យល់ត្រជាក់វាជា moment មួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាពិភពលោកនេះពិតជាស្អាតខ្លាំងណាស់បន្ទាប់ពីអ្នកទាំងអស់គ្នាមើលវីដេអូនេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចង់មកលេងកោះរុងដូចខ្ញុំដែរ Boy you were bad for me But I don't care enough to make you my enemy Boy you did good leaving me then and there Cause I'm better without what you call love I swear បដូរបរិយាកាសពីការដេកហាលថ្ងៃមាត់ឆ្នេរមកពន្លិចខ្លួនក្នុងពិភពព្រៃបៃតងវិញម្ដងគោលដៅទេសចរបន្ទាប់នេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាសហគមន៍អេកូទេសចរប្រែកកោងកាងកោះរុងកន្លែងនេះគឺជាកន្លែងដែលធ្វើឲ្យយើងមានអារម្មណ៍ថាពេលវេលាកំពុងដើរលឿនបំផុតនៅទីនេះមានខ្យល់អាកាសត្រជាក់ស្រឹបគ្មានសំឡេងរំខានអ្នកមកលេងទីនេះអាចជិះកាយៈតាមដងប្រែកដែលអមដោយព្រៃកោងកាងខៀវស្រងាត់ចំណែកឯឫសដើមកោងកាងទាំងនេះមើលទៅដូចជាស្នាដៃសិល្បៈដែលធម្មជាតិបានកែច្នៃយ៉ាងផ្ចិតផ្ចង់រាល់ពេលដែលយើងមកលេងទីនេះគឺយើងកំពុងជួយដល់ជីវភាពអ្នកភូមិនិងជួយថែរក្សាជីវៈចម្រុះធនធានធម្មជាតិរបស់កោះរុងនៅតំបន់នេះព្រៃកោងកាងនៅតំបន់សហគមន៍នេះមិនត្រឹមតែមានសម្រស់ដ៏ស្រស់ស្អាតប៉ុណ្ណោះទេតែវាជាផ្ទះរបស់សត្វសមុទ្ររាប់ពាន់ប្រភេទ Boy you must think I'm hurt Thought I was under your spell but looking back I was cursed You left me to drown and sail away on your ship But I don't give a damn it's water under the bridge គោលដៅទេសចរចុងក្រោយយើងនឹងនាំអ្នកទាំងអស់គ្នាទៅភូមិតូចមួយដែលលាក់ខ្លួនយ៉ាងស្ងប់ស្ងាត់នៅលើកោះរុងទីនោះគឺភូមិសុកសាននៅទីនេះយើងឃើញការរស់នៅរបស់ប្រជាជនសហគមន៍មានភាពសាមញ្ញបំផុតនៅពីខាងមុខភូមិយើងអាចឃើញផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយចំណែកឯខាងក្រោយភូមិវិញនឹងមានសម្រស់ព្រៃភ្នំដែលនៅពីខាងក្រោយភូមិផងដែរសម្រស់នៃភូមិសុកសាននៅពេលដែលពន្លឺព្រះអាទិត្យពណ៌មាសជះមកលើជញ្ជាំងផ្ទះឈើចាស់ៗនេះគឺជាផ្ទាំងទស្សនីយភាពសាមញ្ញបង្ហាញជូនដល់ភ្ញៀវទេសចរដែលមកលេងភូមិសុកសានកោះរុងមិនគ្រាន់តែជាកន្លែងដើរលេងប៉ុណ្ណោះទេតែវាជាផ្ទះនៃអនុស្សាវរីយ៍ជាកន្លែងផ្ដល់ស្នាមញញឹមផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូ Cambodia Destination តាំងពីដើមរហូតដល់ចប់សូមកុំភ្លេចចុច Like Share Channel YouTube Cambodia Destination ដើម្បីទទួលបានវីដេអូថ្មីៗនៅគោលដៅផ្សងព្រេងទេសចរបន្តទៀតអរគុណច្រើនជម្រាបលា